បាទសួស្តីប្រិយមិត្តទាំងអស់គ្នាបាទថ្ងៃនេះបាទមានដំបងថ្មីគឺដំបងឈើម្ដងបាទដំបងឈើនេះស្អាតណាស់បាទហើយក៏ទទួលបានកូនសិស្សថ្មីម្នាក់ដែរបាទតែកូនសិស្សនេះរឿងតូចបន្តិចតែដំបងនេះវារឿងធំបាទហើយព្រោះគាត់ពិបាករឿងធ្ងន់ដែរបាទចឹងតើតែរដំបងជួឲ្យគាត់វិញបានវាអត់ពកក្បាលគ្រោះថ្នាក់អីថាដំបងដែកនេះទៅដំបងដែកនិងដំបងឈើបាទចឹងគាត់រៀនហាត់ពីវគ្គដំបូងតិចទៅសិនដោយសារមិនទាន់ឲ្យចូលស៊ីជម្រៅទេព្រោះអីបាទដំបងនេះអាចបង្កនៅរបួសស្នាមវាធ្ងន់ដែរហើយសិតតែដែកនឹងឈើបាទចឹងដំបងឈើនេះគឺល្អស្អាតបាទបងប្អូនបាទត្រូវការខ្ញុំមានហើយអាចទុកហាត់ទុកវាយឆ្កែអីបាន